Cầm tá cầm miền, mà xin print color cầm miền. Nơi té miền sắp khúc bẹp vàng, bàn tay nhom nơi ta sẽ đài. Bóng ôn ai bị sao luôn anh ba nó phải đại bóng ôn vô ca print trên bị cầm tớ. Vô thực bật hay nâng ca sẽ đài đáy, vô thực bật các bài kia. Bóng ôn đừng đăng tha, so mới năng nghe xuống mơ thì chạy này chiềng. Chẳng hay bạn nhầm chơi đó. Vô ca sẽ đài đài. Chúng tôi sẽ bên này cắt phơ ở trên cái này mà thì bóng ổn nơi vay công tơ nơi ấy nơi print trên máu nơi cắt bất smep nhóm cứ ở trên cái này mà thì còn tha cắt từ xe đại phơ vì ai pa po khá đại bàn tay nhóm từ xe phơ đến cứ xe tịch tế chà ní cái chiếc xong bà đại nhóm từ xe ngày khai của ngày khai bật lên cái đà kiên và nhóm cứ nhóm ở từ xe đại nó bóng ổn cứ nhóm bật tại mà đòn ngày thì mán cứ bật là hoàng ai dân tời trà anh à thật bật chọc là hốt cứ bật vi chọc là hốt trường tời hai ca nghe từng án nắng cứ nhom mền chỉ nẹt phơi thế cứ bọc cột tơ lơ sa hai nhom cắn sa thനទី3មិនថាសាធនៈទី3ទី2ថាទី1គឺពិបាកតិចតែបើធ្វើទី2ទី3រហូតដល់ទី6សម្រាប់សិប្បកម្មអត់ពិបាកទេក្នុងការរៀបចំប្រកបទៅតាមវេនទូនាទីប្រកបសំខាន់យើងជាគ្រូប្រចាំថ្នាក់ចាបែងចែកការងារច្បាស់លាស់ការគ្រប់គ្រងវិន័យនិយាយទៅការងារគ្រប់គ្រងត្រូវតែច្បាស់លាស់ហើយត្រូវធ្វើជាគំរូឲ្យគាត់បើសិនជាយើងគ្រប់គ្រងអត់បានទេយើងធ្វើអីក៏មិនចេញដែរចាយើងអត់អាចរក្សាទ្រព្យសម្បត្តិសម្ភារៈដែលនៅក្នុងថ្នាក់រៀនយើងបានទេបើសិនជាយើងអត់ចេះគ្រប់គ្រងតែយើងអត់ចេះបែងចែកអត់ចេះរៀបចំឲ្យបានត្រឹមត្រូវសំខាន់គឺការមានរបៀបចាបើយើងអត់ចេះការងារទាំងអស់ហ្នឹងទេវាដំណើរការអត់ទៅរលូនចាយើងធ្វើបានតែ4-10ថ្ងៃគឺវាបាត់អស់នឹងទៅណាទៅណីអស់ចឹងចាឲ្យដោយសារតែខ្ញុំខានការថ្នាក់យូររាប់ខែអញ្ចឹងសម្ភារៈខ្ញុំវារៀងបាត់វាអីចឹងទៅណាបងប្អូនហើយវាត្រូវថ្ងៃទៅវាហាវាខូចវាខាតចឹងខ្ញុំត្រូវធ្វើឡើងវិញតែបើការរក្សាទុកហត់ដងខ្ញុំទុកបាន2ឆ្នាំដែរបានយូរដែរខ្ញុំសរសេរ first នេះតែបានពាក្យហ្នឹងទេតែបើការបិទនៅលើជញ្ជាំងជាប់រាប់ខែហ្នឹងគឺខ្ញុំសរសេរទឹកថ្នាំវាប្រើទុកបានយូរអត់ងាយហើពណ៌ទេហើយចំពោះទំហំกระดาษវិញតឹងនាងខ្ញុំយក9សង់ទីម៉ែត្រហើយចំពោះបដ ாய் វិញបើខែមីកាសេមករាយហ្នឹងគឺយក10 12សង់ទីម៉ែត្រ12 13សង់ទីម៉ែត្រហ្នឹងហើយកដាស់ផ្សេងទៀតយើងលៃទៅតាមហ្នឹងទៅចាមានវែងមានខ្លីទៅតាមពាក្យរបស់វាចឹងណាបងប្អូនហើយខ្ញុំចង់ផ្ដាំទៅដល់លោកគ្រូអ្នកគ្រូថ្មីជាពិសេសលោកគ្រូអ្នកគ្រូកិច្ចព្រមព្រៀងកិច្ចសន្យាថ្មីចាឲ្យបដោតសំខាន់ទៅលើលោកគ្រូអ្នកគ្រូកិច្ចព្រមព្រៀងចាដែលគាត់ទៅតែថ្មីសិក្សាហើយគាត់ចង់ឲ្យខ្ញុំចែកម្លែកបទពិសោធន៍តទៅជាមួយនឹងការបង្រៀនការធ្វើសម្ភារៈនេះខ្ញុំមិនមែនជាគ្រូជួយចំណាស់ចាបទពិសោធន៍អីច្រើនណាស់ណាដែរគ្រាន់តែថាអាចចែកម្លែកបានខ្លះដែរខ្ញុំចង់ផ្ដាំទៅលោកគ្រូអ្នកគ្រូថ្មីដែរថាកុំប្រញាប់ទិញសម្ភារៈតាមគេតាមឯងពេកពីព្រោះថាជារៀងរាល់ឆ្នាំលោកនាយកក៏អាចនឹងផ្លាស់ប្ដូរថ្នាក់រៀនចាយើងកុំប្រញាប់ទិញពេកមិនមែនថាមិនហាមឃាត់ថាមិនឲ្យទិញទេទិញក៏ទិញចោះប៉ុន្តែខ្ញុំចង់បញ្យល់ប្រាប់ថាថ្នាក់នីមួយការបង្រៀននីមួយគឺអត់ដូចគ្នាទេល្បិចនៃការបង្រៀននីមួយគឺខុសគ្នាលោកគ្រូមានបច្ចេកទេសអ្នកគ្រូនោះគាត់មានបច្ចេកទេសផ្សេងគ្នាទាំងអស់គ្រាន់តែថាទិសដៅតែមួយឯងចង់ឲ្យសិស្សចេះតែមួយតែវិធីសាស្ត្រគឺផ្សេងគ្នាអញ្ចឹងលោកគ្រូអ្នកគ្រូគាត់ធ្លាប់រៀនជាមួយលោកគ្រូឲ្យឆ្លប់ឆ្លងកាត់អតីតជាសិស្សហើយអញ្ចឹងនឹងយល់ពីបញ្ហាទាំងអស់ហ្នឹងអ្វីដែលខ្ញុំផ្ដោតសំខាន់ហ្នឹងគឺថារៀនបង្កើតអ្វីដែលខ្លួនឯងភាពច្នៃប្រឌិតភាពប៉ិនប្រសប់ពីព្រោះថាសិស្សក្នុងថ្នាក់នីមួយមជ្ឈដ្ឋាននៅក្នុងថ្នាក់នីមួយគឺខុសគ្នាទៅតាមកលៈទេសៈអញ្ចឹងលោកគ្រូត្រូវតែមានភាពច្នៃប្រឌិតបត់បានគ្រប់កលៈទេសៈត្រូវបង្កើតផលិតសម្ភារៈបែបណាងាយស្រួលនៅក្នុងថ្នាក់រៀនរបស់យើងមិនមែនឃើញគេលក់យើងទិញចេះតែទិញតាមគេតាមឯងទេចាអញ្ចឹងត្រូវតែមានច្នៃប្រឌិត
ឆ្នៃប្រឌិតបត់បែនទៅតាមកលៈទេសៈនៃសិស្សនីមួយៗនៃថ្នាក់នីមួយៗមិនមែនចេះតែតាមគេតាមឯងទេចាអញ្ចឹងនេះជាបទពិសោធន៍ខ្លះចាដែលខ្ញុំចែកម្លែកទៅលោកគ្រូអ្នកគ្រូដែលកិច្ចព្រមព្រៀងហើយបើសិនជាយើងខ្សោយការគ្រប់គ្រងហើយយើងមិនបាច់បរៀនអត់ការទេបើសិនជាយើងគ្រប់គ្រងអត់ឈ្នះទេយើងធ្វើអីក៏មិនបានសម្រេចដែរចាអញ្ចឹងការគ្រប់គ្រងថ្នាក់រៀនគឺសំខាន់ណាស់ចាអរគុណ